បើមិនចឹងឯងជាតិសាសយើងទៅចាំខ្ញុំប្រកាសអាសន្នមកគូសញ្ញាក្រហមថាប្រទេសជិតខាងយើងគេដណ្ដើមធ្វើជាម្ចាស់អរិយធម៌ខ្មែរឥឡូវនេះបានកម្រិតណាទៅថ្ងៃមុខ100ឆ្នាំ200ឆ្នាំគេអាចបានសម្រេចក្នុងកម្រិតណានៅពេលដែលគេធ្វើ narrative និទានកថានយោបាយភាពជាម្ចាស់ដដែលជាដដែលចឹងខ្ញុំជាហានិភ័យទឹកដីយកបានមួយច្បាំងដោយមានព្រំដែនច្បាស់លាស់ហើយព្រំដែនអន្តរជាតិប៉ុន្តែការយកដណ្ដើមយកអរិយធម៌និងវត្តសាស្ត្រគឺជារឿងគ្រោះថ្នាក់ខ្លាំងជាងនឹងទៅទៀតចឹងនេះជាចំណែកមួយដែលគួរតែប្រកាសអាសន្នសម្រាប់កម្ពុជាដែរតម្លៃមរតកវប្បធម៌សិល្បៈវប្បធម៌កម្ពុជាទៅជាឲ្យបុគ្គលនីមួយទួលក៏ត្រូវបាទហាក់ដូចជាមិនទាន់មានយន្តការច្បាស់លាស់ជាការកត់ត្រាសំខាន់ណាសម្រាប់មរតកវប្បធម៌ហ្នឹងតាមរយៈសិល្បៈសម្ដែងយុវជនងាយទទួលយកបានតាមរយៈការសម្ដែងតាមរយៈការបង្ហាញនៅក្នុងវិស័យសិល្បៈទាំងភាពយន្តទាំងការសម្ដែងផ្សេងទៀតបាទមិនអភិរក្សឲ្យខ្ចប់ទុកទេអញ្ចឹងចំណេះដឹងអត់ទលំទលាយទេយើងមានមរតកវប្បធម៌ល្អណាស់ដូចមនិតផុនបានលើកឡើងអំពីការសិក្សាស្រាវជ្រាវនៅតំបន់អង្គរវប្បធម៌រស់ទល់បច្ចុប្បន្នហ្នឹងប៉ុន្តែការកោះរំលើងឲ្យប្រជាជាតិយើងបានដឹងឲ្យពិភពលោកបានដឹងនៅមានកម្រិតនេះជាបញ្ហាមួយដែលយើងត្រូវគិតជាលក្ខណៈប្រព័ន្ធមិនគួរជាបុគ្គលមួយមិនគួរជាសិល្បករមួយមិនគួរអ្នកដឹកនាំភាពយន្តមួយគិតទេគិតជាប្រព័ន្ធដើម្បីបង្ហាញកត់ត្រាចងចាំបាទបើមិនចឹងទេយើងស្គាល់ម្ដងម្កាលហើយក្នុងគណៈដែលប្រទេសជិតខាងដណ្ដើមធ្វើជាម្ចាស់មិនត្រឹមតែទឹកដីទេធ្វើជាម្ចាស់វប្បធម៌និងប្រវត្តិសាស្ត្រដែលជារឿងគ្រោះថ្នាក់បំផុតឥឡូវហ្នឹងវាដល់ដំណាក់កាលដណ្ដើមធ្វើជាម្ចាស់ប្រវត្តិសាស្ត្រនិងអរិយធម៌ខ្មែររដ្ឋមន្ត្រីការបរទេសនៃប្រទេសថៃបាននិយាយហើយថាអរិយធម៌ខ្មែរមិនមែនសម្រាប់តែជនជាតិខ្មែរទាំងទេតែបើជនជាតិខ្មែរខ្លួនឯងនៅលើទឹកដីខ្មែរខ្លួនឯងតែជាមិនសូវយល់អរិយធម៌ខ្លួនឯងប្រកាសដែរថាវាជាចំណែកអ្នកដទៃហើយតែគេចង់បានហ្នឹងចឹងធ្វើម៉េចឲ្យប្រជាជាតិខ្មែរយើងស្គាល់និងឲ្យតម្លៃវប្បធម៌ហ្នឹងណាចូលរួមគ្នាបាទចូលរួមទាំងអស់គ្នាហើយទៅជាប្រព័ន្ធអប់រំមួយឥឡូវឃើញឯកឧត្តមឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំបានលើកអំពីគុណតម្លៃនៃការសិក្សាប្រវត្តិសាស្ត្របាទសង្ឃឹមថាការបញ្ចូលមុខវិជ្ជាប្រវត្តិសាស្ត្រពាក់ព័ន្ធវប្បធម៌អីហ្នឹងប្រកបជានៅក្នុងមធ្យមសិក្សាពីព្រោះមធ្យមសិក្សាដើរតួទីសំខាន់មែនតើមុខវិជ្ជាប្រវត្តិសាស្ត្រហ្នឹងមានហើយសំទោសណាខ្ញុំមិនទៅនិយាយថាទេវត្តវាមានហើយនៅក្នុងមធ្យមសិក្សាហ្នឹងប៉ុន្តែការសិក្សាវាមិនប្រកបវិជ្ជានេះក្មួយនៅនេះតែឆ្លងវ័យមធ្យមសិក្សាហើយរៀនប្រវត្តិសាស្ត្រខ្លួនឯងយ៉ាងម៉េចឆ្លើយមកតាមពិតមានប៉ុន្តែប្រព័ន្ធសិក្សាយ៉ាងដូចម្ដេចខ្ញុំមិនហ៊ានថាទេយើងកែទាំងអស់គ្នាបើមិនចឹងឯងជាតិសាសយើងទៅចាំខ្ញុំប្រកាសអាសន្នមកគូសញ្ញាក្រហមថាប្រទេសជិតខាងយើងគេដណ្ដើមធ្វើជាម្ចាស់អរិយធម៌ខ្មែរឥឡូវនេះបានកម្រិតណាទៅថ្ងៃមុខ100ឆ្នាំ200ឆ្នាំគេអាចបានសម្រេចក្នុងកម្រិតណានៅពេលដែលគេធ្វើ narrative និទានកថានយោបាយភាពជាម្ចាស់ដដែលជាដដែលអញ្ចឹងនឹងជាហានិភ័យទឹកដីយកបានមួយច្បាំងដោយមានព្រំដែនច្បាស់លាស់ហើយព្រំដែនអន្តរជាតិប៉ុន្តែការយកដណ្ដើមយកអរិយធម៌និងវត្តសាស្ត្រគឺជារឿងគ្រោះថ្នាក់ខ្លាំងជាងនឹងទៅទៀតហើយបើមិនគូសញ្ញាអាសន្នសម្រាប់
ការអភិរក្សនឹងថែសារមកដាក់ខ្លួនឯងទេមានបញ្ហាហើយមានបញ្ហាហើយបាទក្នុងគណៈដែលបច្ចេកវិទ្យាសម័យបច្ចេកវិទ្យា AI នេះផ្លេចខ្លួនយុវជនទៅតាម AI អស់ហើយឥឡូវមាន AI ច្រៀងឲ្យស្ដាប់មិនទាន់ដល់ហូបបាយជំនួសហើយបើច្រៀងឲ្យស្ដាប់ហើយដាក់បទអីទៅគេមានទាំងភ្លេងចេញទាំងភ្លេងទាំងចម្រៀងអីមកហើយអញ្ចឹងប្រសិនបើយើងអត់រស់នៅក្នុងសម័យបច្ចេកវិទ្យា AI ហ្នឹងទេអត់ចេះរស់នៅទេគឺបដ ாய் យុវជនទៅផ្លិចខ្លួនក្នុងការសិក្សាស្រាវជ្រាវអភិវឌ្ឍចំណេះដឹងខ្លួនឯងហើយបាទអញ្ចឹងវាទៅរឿងស្ពឹកសពុនខួរក្បាលទៅពឹង AI សុទ្ធអញ្ចឹងសេចក្តីប៉ងប្រាថ្នារបស់ប្រទេសជិតខាងដែលចង់คล้ายខ្លួនជាម្ចាស់អរិយធម៌និងប្រវត្តិសាស្ត្រអាចជោគជ័យក្នុងថ្ងៃណាមួយលឿនជាងការរំពឹងទុកគេទៀតបើសិនបើយើងស្ពឹកសពុនសញ្ញាអាសន្នណាខ្ញុំនិយាយទេខ្ញុំអត់ខ្លាចនិយាយទេគិតខ្លួនឯងទេកុំដាក់បន្ទុកសិល្បករណាមួយគ្រូសិល្បៈណាមួយទាំងអស់គ្នាប្រព័ន្ធរបស់យើងទាំងអស់ជាចំណែកនៃប្រជាជាតិទទួលខុសត្រូវអ្នកនៅក្នុងស្រុកក៏ដោយអ្នកនៅក្រៅស្រុកក៏ដោយបើជាខ្មែរត្រូវទទួលខុសត្រូវនេះទាំងអស់គ្នា